តាមមជ្ឈមបូព៌ាកំពុងឈានដល់ចំណុចផ្ទុះសង្គ្រាមទ្រង់ទ្រាយធំមែនឬទេដោយលោកដូណាល់ត្រាំបានប្រកាសវាយប្រហារដ៏ខ្លាំងក្លាបំផុតមួយក្នុងប្រវត្តិសាស្ត្រលើកោះយុទ្ធសាស្ត្រហ្គាករបស់ប្រទេសអ៊ីរ៉ង់លោកដូណាល់ត្រាំបានប្រកាសថាសហរដ្ឋអាមេរិកបានវាយប្រហារលើមូលដ្ឋានយោធាសំខាន់ៗរបស់អ៊ីរ៉ង់នៅលើកោះហ្គាកដែលជាកោះដ៏សំខាន់សម្រាប់វិស័យប្រេងកាតរបស់ប្រទេសនោះលោកដូណាល់ត្រាំបានបញ្ជាក់ថាបញ្ជាការដ្ឋានកណ្ដាលសហរដ្ឋអាមេរិកបានបើកការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាបំផុតមួយក្នុងប្រវត្តិសាស្ត្រមជ្ឈមបូព៌ាដោយលោកបានគំតិចរាល់គោលដៅយោធានៅលើកោះនេះទាំងស្រុងនៅក្នុងការបង្ហោះលើបណ្ដាញសង្គមដើម្បីប្រកាសពីការវាយប្រហារនេះលោកត្រាំបានកត់សម្គាល់ថាការវាយប្រហារតាមអាកាសមិនមែនតម្រង់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធព្រៃរបស់កោះនោះទេប៉ុន្តែវាជាការកំទេចរាល់គោលដៅយោធាទាំងអស់លោកបានបន្តថាទោះជាយ៉ាងណាប្រសិនបើអ៊ីរ៉ង់ឬអ្នកផ្សេងទៀតធ្វើអ្វីមួយដើម្បីរំខានដល់ការឆ្លងកាត់ដោយសេរីនិងប្រកបដោយសុវត្ថិភាពនៃនាវាតាមច្រកសមុទ្រ Hormuz ខ្ញុំនឹងពិចារណាឡើងវិញភ្លាមៗលើការសម្រេចចិត្តនេះលោកប្រធានាធិបតីត្រាំបានជំរុញឲ្យយោធាអ៊ីរ៉ង់ព្រមចុះចាញ់ខ្លួនហើយលោកបានបន្ថែមថាយោធាអ៊ីរ៉ង់និងអ្នកផ្សេងទៀតទាំងអស់ដែលពាក់ព័ន្ធនឹងរបបភេរវករនេះគួរតែមានភាពឆ្លៀសវៃដោយដាក់អាវុធចុះហើយសង្គ្រោះអ្វីដែលនៅសេសសល់ក្នុងប្រទេសរបស់ខ្លួនដែលវាមិននៅសល់ច្រើននោះទេរោងចក្រចម្រាញ់ប្រេងនៅលើកោះហ្គាកគ្រប់គ្រងការនាំចេញប្រេងរបស់អ៊ីរ៉ង់រហូតដល់ 90% កោះនេះមានទីតាំងស្ថិតនៅលើចម្ងាយប្រហែលជា300ម៉ៃពីច្រកសមុទ្រ Hormuz ទោះបីជាហេដ្ឋារចនាសម្ព័ន្ធប្រេងមិនទាន់ត្រូវបានបំផ្លាញក៏ដោយលោកត្រាំបានព្រមានថានឹងវាយប្រហារលើវិស័យប្រេងនេះប្រសិនបើអ៊ីរ៉ង់នៅតែបន្តរំខានដល់ការធ្វើនាវាចរតាមច្រកសមុទ្រ Hormuz អ៊ីរ៉ង់បានគំរាមកំទេចហេដ្ឋារចនាសម្ព័ន្ធធម្មពលរបស់ក្រុមហ៊ុនណាមួយដែលជាសហការជាមួយសហរដ្ឋអាមេរិកជាការសង្ស័កអ៊ីរ៉ង់ក៏បានប្រកាសបិទច្រកសមុទ្រ Hormuz មិនឲ្យនាវាឆ្លងកាត់ផងដែរស្របពេលជាមួយគ្នានេះស្ថានទូតអាមេរិកប្រចាំនៅទីក្រុងបាដាប្រទេសអ៊ីរ៉ាក់ក៏ត្រូវបានរងការវាយប្រហារដោយមីស៊ីលដែលបណ្ដាលឲ្យមានផ្សែងហុយចេញពីស្ថានទូតមានសេចក្តីរាយការណ៍ថាសហរដ្ឋអាមេរិកគ្រោងនឹងបញ្ជូននាវាចម្បាំងនិងកងពលតូចម៉ារីនបន្ថែមទៀតទៅកាន់តំបន់មជ្ឈមបូព៌ារួមទាំងនាវាវាយប្រហារតាមផ្លូវទឹកនិងផ្លូវគោក USS Tripoli ដែលបច្ចុប្បន្នស្ថិតនៅក្នុងប្រទេសជប៉ុននេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកដូចជាកាសែត The Wall Street Journal កាលពីថ្ងៃសុក្រនាវិកនិងកងពលម៉ារីនត្រូវបានរំពឹងថានឹងទៅចូលរួមជាមួយនឹងអង្គភាពអាមេរិកផ្សេងទៀតដែលកំពុងឈរជើងនៅក្នុងតំបន់នោះស្រាប់ក្នុងរយៈពេលពី1ទៅ2សប្តាហ៍ទៀតហើយបន្ទាប់មកនឹងចូលរួមក្នុងប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនាវាវាយប្រហារតាមផ្លូវទឹកនិងតាមផ្លូវគោក USS Tripoli ដែលជាកម្មសិទ្ធិរបស់កងនាវាទី7របស់សហរដ្ឋអាមេរិកនិងមានមូលដ្ឋាននៅមូលដ្ឋានទ័ពជើងទឹក Sasebo ក្នុងខេត្ត Nagasaki រួមជាមួយនឹងអង្គភាពបេសកកម្មម៉ារីនទី31ដែលមានជំរំនៅហាសេនក្នុងខេត្ត Okinawa កំពុងធ្វើដំណើរឆ្ពោះទៅកាន់មជ្ឈមបូព៌ាការដាក់បង្រៀននេះនឹងមានរួមកម្លាំងយោធាសរុបចំនួន 5000 នាក់ដែល 2500 នាក់មកពីអង្គភាពនីមួយៗដើម្បីឆ្លើយតបទៅនឹងការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីរ៉ង់លើនាវានៅក្នុងច្រកសមុទ្រ Hormuz ដែលជាចំណុចយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ការដឹកជញ្ជូនតាមសមុទ្ររដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Pete Hegseth ត្រូវបានរាយការណ៍ថាបានអនុម័តការដាក់ពង្រាយកម្លាំងបន្ថែមតាមសំណើរបស់បញ្ជាការដ្ឋានកណ្ដាលសហរដ្ឋអាមេរិកកងពលតូចម៉ារីនមិនត្រឹមតែអនុវត្តប្រតិបត្តិការវាយប្រហារតាមទឹកតាមគោកប៉ុណ្ណោះទេប៉ុន្តែថែមទាំងបំពេញភារកិច្ចដូចជាការពារស្ថានទូតនិងការជម្លៀសប្រជាជនស៊ីវិលយោងតាមទីភ្នាក់ងារសារព័ត៌មាន Associated Press ដោយដកស្រង់សម្ដីមន្ត្រីអាមេរិកម្នាក់បានបញ្ជាក់ថាការដាក់ពង្រាយនេះមិនមែនមានន័យថាប្រតិបត្តិការជើងគោកនឹងកើតឡើងភ្លាមៗឬប្រកាសនឹងកើតឡើងនោះទេនាវា USS Tripoli ត្រូវបានបំពាក់ដោយយន្តហោះចម្បាំងបំបានកាយទំនើបបំផុត F-35B កាលពីដើមខែនេះនាវានេះបានចូលរួមក្នុងការវឹកវើរួមគ្នាជាមួយនឹងអង្គភាពបេសកកម្មម៉ារីនទី31ក៏ដូចជាជាមួយនឹងកងកម្លាំងស្វ័យការពារជើងគោកនិងជើងទឹករបស់ជប៉ុនដើម្បីពង្រឹងការត្រៀមលក្ខណៈរួចរាល់យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិកនិងកូរ៉េខាងត្បូងក៏មានចលនាក្នុងការផ្ទេរអាវុធរបស់សហរដ្ឋអាមេរិកដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូងទៅកាន់តំបន់មជ្ឈមបូព៌ាផងដែរអ្នកជំនាញមួយលើកឡើងថាការផ្ទេរកម្លាំងយោធាអាមេរិកមួយចំនួនពីជប៉ុននិងកូរ៉េខាងត្បូងទៅកាន់តំបន់មជ្ឈមបូព៌ាអាចធ្វើឲ្យសមត្ថភាពទប់ស្កាត់របស់សហរដ្ឋអាមេរិកនៅតំបន់ឥណ្ឌូអាស៊ីប៉ាស៊ីហ្វិកចុះខ្សោយជាបណ្ដោះអាសន្នរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោកអ៊ីស្រាអែលកាតបានអបអរសាទរប្រធានាធិបតីដូណាល់ត្រាំចំពោះការវាយប្រហារយ៉ាងធ្ងន់ធ្ងរដែលយោធាសហរដ្ឋអាមេរិកបានធ្វើឡើងកាលពីយប់មិញទៅលើកោះហ្គាកលោកហ្គាកបានមានប្រសាសន៍ថាអ៊ីស្រាអែលកំពុងបន្តរលកនៃការវាយប្រហារយ៉ាងខ្លាំងក្លាទៅលើទីក្រុងតេហេរ៉ង់និងទូទាំងប្រទេសនៃអ៊ីរ៉ង់លោកត្រាំបានបង្ហោះវីដេអូនៃការវាយប្រហាររបស់សហរដ្ឋអាមេរិកលើកោះហ្គាកដែលបង្ហាញពីគ្រាប់មីស៊ី
សៀលកំពុងបាញ់ប្រហារទៅលើពលានយន្តហោះនិងទីតាំងផ្សេងៗទៀតនៅលើកោះនេះអភិបាលរងនៃខេត្តប៊ូសឺករបស់ប្រទេសអ៊ីរ៉ង់ដែលជាកន្លែងកោះហ្គាកស្ថិតនៅបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ថាសកម្មភាពរបស់ក្រុមហ៊ុនប្រេងនៅលើស្ថានីយនាំចេញនេះគឺនៅធម្មតាទេហើយសកម្មភាពនាំចេញកំពុងបន្តពីការវាយប្រហារលើពលានយន្តហោះរបស់កោះនេះដោយសារយោធាអាមេរិកស្ថានភាពពេលនេះនៅអ៊ីរ៉ង់ដោយរដ្ឋាភិបាលបានកាត់ផ្តាច់ប្រព័ន្ធអ៊ីនធឺណិតដែលធ្វើឲ្យប្រជាជនមានភាពលំបាកខ្លាំងក្នុងការតាមដានព័ត៌មាននិងតាក់ទងសាច់ញាតិលើពីនេះប្រជាជនអ៊ីរ៉ង់កំពុងខ្វះខាតប្រព័ន្ធព្រមានអាសន្ននិងជំរកសុវត្ថិភាពសម្រាប់ការពារខ្លួនពីការទម្លាក់គ្រាប់បែកបើប្រៀបធៀបទៅនឹងប្រទេសអ៊ីស្រាអែលសរុបមកស្ថានភាពនៅតំបន់មជ្ឈមបូព៌ាកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់និងប្រកបដោយគ្រោះថ្នាក់បំផុតបន្ទាប់ពីការវាយប្រហារលើកោះហ្គាតនិងការផ្លាស់ប្ដូរមេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់យើងនឹងបន្តតាមដានយ៉ាងយើងចិត្តទុកដាក់ចំពោះចលនារបស់នាវា USS Tripoli និងកងកម្លាំងអាមេរិកដែលកំពុងឆ្ពោះទៅកាន់តំបន់នោះតើបងប្អូនយល់យ៉ាងណាដែរចំពោះសកម្មភាពយោធារបស់លោកដូណាល់ត្រាំលើកនេះតើវាជារឿងត្រឹមត្រូវឬធ្វើឲ្យសង្គ្រាមកាន់តែរីកធំសូមបញ្ចេញមតិយោបល់របស់បងប្អូននៅខាងក្រោមវីដេអូនេះសូមអរគុណសម្រាប់ការទស្សនារបស់លោកអ្នកជួបគ្នានៅក្នុងវីដេអូឃ្លីបក្រោយសូមប្រិយមិត្តកុំភ្លេចជួយចុច like និង share វីដេអូនេះដើម្បីជាការចែករំលែកចំណេះដឹងផងនិងកុំភ្លេចជួយចុច subscribe ដើម្បីកុំឲ្យខកខាននូវព័ត៌មានថ្មីៗជាបន្តទៀត